អ្នកត្រួតកម្ពុជាគឺបារាំងដល់ឆ្នាំ1941អាល្លឺម៉ង់គាត់ត្រួតលើបារាំង1941ដដែលជប៉ុនបានកាន់កាប់ឥណ្ឌូចិនក្នុងនោះក៏ដល់ខ្មែរដែរប៉ុន្តែជប៉ុនអត់បានរៀបចំរដ្ឋបាលខ្លួនត្រួតត្រាទេជប៉ុនខ្ចីដៃបារាំងដើម្បីឲ្យបារាំងត្រួតខ្មែរជាងបារាំងត្រូវយកពន្ធពីខ្មែរកាន់តែធ្ងន់ដើម្បីបំរើឲ្យបារាំងខ្លួនឯងមួយដើម្បីបំរើឲ្យជប៉ុនផងហើយក៏ដើម្បីខ្មែរផងកាលមុនអត់មានទេជប៉ុនដល់ឆ្នាំថ្ងៃទី9ខែមិនិនា1945បានជប៉ុនដេញបារាំងចេញពីឥណ្ឌូចិនដេញចេញពីកម្ពុជាប៉ុន្តែនេះនៅអញ្ចឹងអានទឹកមួយនេះអាពេលអានេះមានឈ្មោះវាពេលនេះមានឈ្មោះវាថៃហើយវាឃើញអញ្ចឹងវាមកខុបខិតជាមួយជប៉ុនផ្ដល់មូលដ្ឋានទ័ពឲ្យជប៉ុនជួយច្បាំងជប៉ុនថែមទៀតដល់ហើយប្រឆាំងvớiអាមេរិកពួកជប៉ុនវាវាយអាមេរិកហ៎អញ្ចឹងទៀមទីអីខុបខិតអានេះបងជប៉ុនឯងចាំខ្ញុំជួយប៉ុន្តែយកដីនោះឲ្យខ្ញុំមកchứដីយកចុះណាគេអ្នកនេះពេលហ្នឹងអាជប៉ុនមកវាអត់ទាន់គ្រប់គ្រងបានម៉ែននេះអញ្ចឹងជប៉ុនបង្ខំបារាំងមិនព្រមភ្លាមប៉ុន្តែអាល្លឺម៉ង់ទូត្រាបារាំងហើយអាជប៉ុនបារាំងតែមិនគ្នាឲ្យជប៉ុនអាល្លឺម៉ង់សម្ព័ន្ធមិត្តជប៉ុនអាល្លឺម៉ង់អ៊ីតាលីកតិកាសញ្ញានេះកតិកាសញ្ញារ៉ូមបែកឡាំងមាននេះទេបែកឡាំងហើយតូខ្ជោចុះលេខានៅថ្ងៃទី27 1937ណែអញ្ចឹងណាឃើញទេហើយឲ្យអាល្លឺម៉ង់បង្ខំរដ្ឋាភិបាលបារាំងឃើញទេដើម្បីអីដើម្បីកាត់ទឹកដីបាត់ដំបងត្រីភ័ណ្ឌឲ្យទៅអាទឹកសៀមនេះបាទហើយសួរថាពេលហ្នឹងគិតម៉េចរឿងហ្នឹងចឹងណាបាទយល់ហើយលោកគ្រូអរគុណលោកគ្រូបាទពេលកាត់ហ្នឹងចុងរជ្ជកាលព្រះបាទមនីវង្សព្រះអង្គណារឿងហ្នឹងអត់បាយកាហាយទឹកទៅភ្នំបូកគោសគុតនៅភ្នំបូកគោបាទដល់ម្ដេចសៀនុមកពេលឡើងទៅនេះអស់ហើយដីចឹងព្រះអង្គធ្វើម៉េចទទួលយកវត្តមានអាណាព្យាបាលបារាំងជាថ្មីម្ដងទៀតតាមរយៈអនុសញ្ញាឬកិច្ចព្រមព្រៀងថ្ងៃ7មករា1946ណាបារាំងវិលមកតាំងខែ10វិលមកត្រួតត្រាវិញខែ10ហើយបារាំងបានបដូររចនាសម្ព័ន្ធនៃការគ្រប់គ្រងហើយក្រោយមកមានកិច្ចព្រមព្រៀងច្បាស់លាស់ថ្ងៃ7មករា1946ដល់កន្លែងហ្នឹងខ្ញុំនឹងជួដែរណា